đôi Messi đôi Ronaldo ấy nâng hay đôi Ronaldo ấy nâng tụi bây chỉ giang ná của dương fan bắt quát dương trâu tầm mơ á tụi bây chỉ con lên chẳng may cả đời hỏi mình mà xui ra cho pu đâu mà vậy ơi bởi trong khi con lên cứ dương từ tu vôបែបហ្នឹងបើចង់ឃើញគាត់លេងប៉ុន្តែគាត់ថាការលេងរបស់គាត់ដូចបងប្អូនបានឃើញអញ្ចឹងពូវាមិនដឹងថាត្រូវកាយយ៉ាងម៉េចរិះគន់យ៉ាងម៉េចវាអស់ហើយខ្ញុំឆ្ងល់ដែរគ្រាន់តែមកប្រកួតដូចគ្នាសោះហើយម្នាក់អីក៏លើកដាក់រឿងរ៉ូណាល់ដូម៉េះមិនក៏ដាក់សម្ពាធទៅរ៉ូណាល់ដូម៉េះយើងតែចាំថាយើងសំណាងហើយនេះយើងសម័យនេះដែលយើងកើតមកតាន់ជំនាន់លីចិនទាំងពីរនឹងលេងយើងអត់ដឹងថារយៈពេលប្រហែលឆ្នាំទៀតទេដែលមានកីឡាករល្អដូចពួកគាត់លេងនៅលើផែនដីនេះអញ្ចឹងហើយសូម្បីតែអាផ្លាកដែលគេដាក់រូបសញ្ញានេះគឺគេតម្រូវឲ្យឬក៏ FIFA គេអនុញ្ញាតឲ្យមានតែកីឡាករ2នាក់តែប៉ុណ្ណោះណាគឺ Ronaldo ហើយនិង Messi នឹងឯងចឹងយើងកុំដាក់សម្ពាធទៅគាត់ពេកណាមកប្រកួតដូចគ្នាទោះបីជាយ៉ាងណាក៏ដោយក៏យើងអ្នកគ្រប់ត្រូលបាល់តដូចគ្នាហើយខ្ញុំឃើញខមមិនមកច្រើនទៀតចាប់ផ្ដើមជេរគ្នាជាគ្នាហ្នឹងគឺពិបាកស្ដាប់មែនតើណាហើយគ្រាន់តែបាល់តសោះហ្នឹងហើយយើងកុំដាក់សម្ពាធពេកយើងស្រឡាញ់ណា Messi on the turn options either side Lionel Messi there's your goal there's more history យើងគ្រប់ត្រូលអាហ្នឹងទៅណាដូច Messi ដូច Ronaldo អីហ្នឹងហើយដូច Ronaldo អីហ្នឹងទោះបីជាយ៉ាងណាក៏យើង fan របស់គាត់យើងត្រូវតែមើលទោះបីជាគាត់លេងយ៉ាងម៉េចក៏ដោយហើយមិនមកសួរថាចុះពូរ៉ូដូមកហើយអើយបើចង់ឃើញគាត់លេងគឺយើងទទួលយកបែបហ្នឹងបើចង់ឃើញគាត់លេងប៉ុន្តែគាត់ថាការលេងរបស់គាត់ដូចបងប្អូនបានឃើញអញ្ចឹងពូវាមិនដឹងថាត្រូវកាយយ៉ាងម៉េចរិះគន់យ៉ាងម៉េចវាអស់ហើយគេផ្ដល់ឱកាសឲ្យគាត់លេងដើម្បីបង្ហាញទម្រង់លេងនៅលើទីលានទោះបីយ៉ាងណាក៏ដោយក៏យើងមិនគួរណាដាក់សម្ពាធទៅលើគាត់ពេកដែរទោះបីជា Messi គេលេងល្អអីមិនក៏ដោយប៉ុន្តែយើងអ្នកដែលគ្រប់គ្រងហ្នឹងគឺយើងនៅតែស្រឡាញ់យើងនៅតែគ្រប់គ្រងទោះបីជាលទ្ធផលការប្រកួតរបស់គាត់យ៉ាងម៉េចក៏ដោយអញ្ចឹងចាំបាច់ទៅ bully ចាំបាច់ទៅនិយាយអីអាក្រក់ពីគាត់ណាយើងសំណាងបើនិយាយត្រង់ទៅខ្ញុំសំណាងដែលខ្ញុំកើតមកតាន់ជំនាន់ពួកគាត់លេងតាន់ជំនាន់ស្ដាច់បាល់ទាត់លេងឥឡូវហ្នឹងណាមិនណាក៏បើសិនជាខ្ញុំមានកូនទៅខ្ញុំក៏អួតដែរជំនាន់ប៉ាគឺ Messi Ronaldo សតវត្សប៉ាសតវត្សទី21 22គឺគ្មានពីណាគេដូចគាត់ពីរនាក់ហ្នឹងទេគ្មានទេហើយមាន caption ខ្លះប្រៀបធៀបជាមួយនឹង Ronaldo ប្រៀបធៀបជាមួយនឹង Messi និយាយអញ្ចេះ Ronaldo និយាយអញ្ចេះនេះadmin មួយនេះ admin មួយនេះអ្នកទាំងនេះមើលតសេហ្នឹងគឺមានន័យថាបើសិនជាយើងអាន caption ហ្នឹងយើងមើល caption ហ្នឹងណា fan នេះគឺជា fan ដែលគ្រប់គ្រង Messi អាសង់ទីននេះហើយស្ដាប់មិនចាំស្ដាប់ទេឥឡូវខ្ញុំដាក់ឲ្យអានឲ្យមើលទាំងអស់គ្នាហ្មងមើលគាត់តសេអញ្ចឹងគឺពិបាកទទួលយកមែនតើនៅពេលដែលការប្រកួតដូចគ្នាគ្រាន់តែមួយរកគ្រាប់បានហើយមួយទៀតរកគ្រាប់អត់បានហើយយើងទៅតម្លាក់បន្ទុកទៅលើគាត់ណាយើងទៅសើខ្លួនយើងទៅដែលយើងកើតជំនាន់មានន័យថាយើងកើតតាន់ជំនាន់ពួកគាត់លេងបាល់ខ្ញុំសប្បាយចិត្តណាពេលដែលឃើញពួកគាត់ឡើងទៅលើទីលាននៅពេលដែលឃើញពួកគាត់លេងព្រឹត្តិការណ៍ធំនេះគឺខ្ញុំដាច់យកថ្ងៃប្រហែលថ្ងៃហ្នឹងគឺមិនបានមើលបាល់ទេធ្វើការប៉ុន្តែក៏ឆ្លៀតមើលបាល់បានខ្លះដែរណាបើមិនបានមើលទេក៏ព្រលឹមឡើងក៏មើល highlight ទៅអញ្ចឹងវីដេអូហ្នឹងមានតែប្រាំងទេអ្នកទាំងអស់គ្នាកុំភ្លេចជួយ like share និង subscribe ណាមួយផង